3 ចំណុចដែលធ្វើឲ្យមហាជនហួសចិត្តរឿងរ៉ាវរបស់លោកតូណូនិងម៉ាយដែលជាសង្សារលួចលាក់របស់លោកធ្វើឲ្យមហាជននាំគ្នាកត់សម្គាល់និងអស់សំណាយព្រមទាំងនាំគ្នាជជែកវែកញែកជាខ្លាំងទី1នៅពេលដែលគ្រប់យ៉ាងបានបែកធ្លាយហើយតូណូដែលនៅតែបន្តការងារលើឆាកតន្ត្រីធំនៅថ្ងៃសង្ក្រាន្តរបស់ប្រទេសថៃលោកបាននិយាយទៅកាន់អ្នកគាំទ្រថាសូមសំលេងខ្លាំងៗជាកម្លាំងចិត្តផ្ញើជូនដល់និឆាដែលកំពុងឈឺចាប់ខ្លាំងដោយនិឆាបានទេនៅលើឆាក concert ធ្វើឲ្យមហាជនលើកមកនិយាយថាទង្វើបែបនេះហាក់បីដូចជាលក់លើយចំពោះនិឆាជាខ្លាំងហើយរឿងនេះមិនគួរធ្វើទេហើយលោកតូណូថែមទាំងបាននិយាយបង្ហើបទៀតថាលោកនឹងទៅលួងនិឆាក្នុងពេលឆាប់ៗនេះចំណុចទី2វិញមហាជនក៏នាំគ្នាហួសចិត្តនិងខឹងជាខ្លាំងផងដែរលោកតូណូបានផ្ដល់បទសម្ភាសន៍ខ្លីក្នុងកម្មវិធីល្បីមួយរបស់ប្រទេសថៃលោកបាននិយាយថាបើលោកដឹងថាម៉ាយមានសង្សារទៅហើយលោកក៏មិនតាក់ទងម៉ាយដែរការឆ្លើយតបនេះធ្វើឲ្យមហាជននាំគ្នាវែកញែកបន្ថែមទៀតថាចុះលោកខ្លួនឯងមានសង្សារឬអត់ខ្លួនឯងមិនទាន់ទាំងចែកផ្លូវជាមួយសង្សារផងហ៊ានក្បត់ចិត្តនាងហើយនិយាយធ្វើដូចខ្លួនឯងត្រឹមត្រូវណាស់អញ្ចឹងរីឯចំណុចទី3វិញមហាជនក៏មានការហួសចិត្តដូចគ្នាដោយសារម៉ាយបានឡើងលើកម្មវិធីមួយនៅក្នុងគោលបំណងដើម្បីសំទោសនិឆាតែចុងក្រោយនាងនៅឆ្លៀតសុំកែព័ត៌មានផ្ទាល់ខ្លួនដែលតាក់ទងជាមួយនឹងរូបសម្ផស្សរបស់នាងព្រោះមានមហាជនជាច្រើនមានការយល់ច្រឡំថារូបរាងរបស់នាងស្អាតដោយសារការកែសម្ផស្សនាងបាននិយាយថារូបរាងរបស់នាងរូបសម្រស់របស់នាងទាំងអស់គឺជារបស់ពិត 100% ដែលបានមកពីម្ដាយរបស់នាងទាំងអស់រូបរាងរបស់នាងគ្មានស៊ីលីកូឬរបស់ខ្លែងៗណាមួយទេសូមកែព័ត៌មានត្រង់ចំណុចនេះពីព្រោះម្ដាយរបស់នាងមានការខឹងជាខ្លាំងចំពោះព័ត៌មានឯបំពិតហើយចំណុចនេះវិញក៏មានតារាម្នាក់បានធ្វើការចូលទៅតបនៅក្នុង comment ផងដែរថារបស់ពិត 100% រួមទាំងនិស័យនេះផងដែរពិតជាមានមោទនភាពជំនួសម្ដាយរបស់នាង